សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Start to Fab Lab វីដេអូនេះពួកយើងនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៅក្នុងការដំឡើង Arduino IDE ដោយខ្លួនឯងអញ្ចឹងសម្រាប់អ្នកដែលមាន Fab Lab site អ្នកទាំងអស់គ្នាអាចចូលមកកាន់ Software Installation បន្ទាប់មកជ្រើសរើស File Installation Arduino IDE ហើយវានឹងចូលទៅកាន់គេហទំព័រដើមរបស់ Arduino IDE អញ្ចឹងសម្រាប់អ្នកប្រើប្រាស់ Windows អាចជ្រើសរើស Windows ហើយអ្នកប្រើប្រាស់ Mac អាចជ្រើសរើស Mac OS ហើយសម្រាប់ខ្ញុំជ្រើសរើស Windows បន្ទាប់មកយើងចុច Just Download ហើយចុច Just Download ម្ដងទៀតអញ្ចឹងវានឹងធ្វើការ download file Arduino IDE ចូលមកកាន់ computer របស់យើងនៅពេល download ចប់យើងអាចចូលទៅបើក file ដែលយើងបាន download ហើយ double click ដើម្បីធ្វើការ install ហើយបន្ទាប់មកយើងចុច agree next ហើយចុច install បន្ទាប់មកយើងរងចាំឲ្យវា install ពេញជាការស្រេចបន្ទាប់ពី install រួចហើយយើងចុច finish ហើយយើងនឹងទទួលបាន Arduino IDE នៅក្នុង PC របស់ពួកយើងអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយ